អូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការ hit អស់រយៈពេល10នាទីជាងហើយអ្វីដែលយើងមើលឃើញគឺយើងនឹងមើលឃើញប្រូតេអ៊ីនរបស់យើងណាឃើញយើងឡើងកកខុសគ្នារវាងការបន្ថែមជាមួយនឹង HCl ជាមួយនឹង NaCl អញ្ចឹងសម្រាប់ពពួក HY ដែលយើងដាក់នៅក្នុង HCl នេះវាអត់ទាន់ឡើងទៅជាកកទេអញ្ចឹងបើសិនជាវាអត់ទាន់ឡើងទៅជាកកយើងត្រូវតែបន្ត hit វាក៏ដូចជាដុតវាបន្តទៀតក៏ប៉ុន្តែសម្រាប់ NaCl នេះអ្វីដែលយើងមើលឃើញគឺវាឡើងទៅជា cloud ឬក៏ឡើងទៅជាកកហើយ ចឹងនៅពេលដែលវាឡើងទៅជាកកបែបហ្នឹងយើងត្រូវ note សីតុណ្ហភាពរបស់វាទុកថាសីតុណ្ហភាពមួយណាដែលជាសីតុណ្ហភាពវាឡើងកកហ្នឹងអញ្ចឹងយើងអាចចប់សម្រាប់ NaCl ក៏ប៉ុន្តែសម្រាប់ HCl គឺយើងនៅតែបន្ត hit វារហូតពួកអីអ្វីកន្លែងនេះគឺយើងអាចមើលឃើញទេថាការបន្ថែម solution ខុសគ្នាចូលទៅក្នុងប្រភេទ protein តែមួយគឺវាអាចជះឥទ្ធិពលទៅលើភាពកកនៃ protein របស់យើងបានចឹងអានេះគឺជាលទ្ធផលនៃ lab ទី1 part ទី lab ទី8 part ទី1របស់ពួកយើងអរគុណច្រើនគ្នាយើង